ព្យុះទី18ឈ្មោះ Sodel ដែលបានវិវត្តខ្លួនទៅជាព្យុះសង្គ្រារួមនឹងព្យុះទី19ឈ្មោះ Nara នៅតែបន្តមានឥទ្ធិពលលើប្រទេសកម្ពុជាព្យុះទី18ឈ្មោះ Sodel ដែលបានវិវត្តខ្លួនទៅជាព្យុះសង្គ្រារួមនឹងព្យុះទី19ឈ្មោះ Nara នៅតែបន្តមានឥទ្ធិពលលើប្រទេសកម្ពុជាតែប្រទេសកម្ពុជាពុំស្ថិតក្នុងកន្លងផ្លូវដើររបស់ព្យុះទាំងពីរនេះទេស្ថានភាពបែបនេះធ្វើឲ្យអាកាសធាតុចាប់ពីថ្ងៃទី27ដល់ថ្ងៃទី29ខែសីហាឆ្នាំ2026នៅតំបន់វាលទំនាបសីតុណ្ហភាពចាប់ពី20អង្សាសេលដល់36អង្សាសេលអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 30% តំបន់ខ្ពង់រាបសីតុណ្ហភាព24អង្សាសេលដល់35អង្សាសេលអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 50% តំបន់មាត់សមុទ្រសីតុណ្ហភាពចាប់ពី25អង្សាសេលដល់34អង្សាសេលអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 60% និងរលកសមុទ្រចាប់ពី 0.50 ម៉ែត្រដល់ 1.75 ម៉ែត្រ